នេះគឺជាការធ្លាក់ driver ចូលទៅក្នុងកាពះចូលកំពង់កចូលក្នុងកាពះពេលថ្មិញជាមិនផុតទេជាមិនផុតរឿងធ្លាក់សម្ភារៈចូលទៅក្នុងមាត់តែយើងអាចបញ្ជៀសបានសម្ភារៈដែលធ្លាក់ក្នុងមាត់ជាពិសេសហ្នឹងគឺពីមុនមកគឺលីមសម្រាប់ព្យាបាលរន្ធរឹស file សម្រាប់ព្យាបាលរន្ធរឹសឥឡូវគឺ driver យើងអាចជៀសវាងបានហើយអាការៈបែបហ្នឹងវាតាក់ទងទៅលើអ្នកជំងឺខ្លះគាត់ហាមាត់ទៅកំពុងកគាត់គឺបើករហូតអញ្ចឹងណាហើយមួយទៀតគឺ position ផងយើងដាក់ position អ្នកជំងឺយើងចង់បានឲ្យវា comfort សម្រាប់យើងតែយើងភ្លេចគិតថាគាត់ហាមាត់ទៅគឺគាត់កំពុងកគាត់បើករហូតដល់ពេលគ្រាន់តែជ្រុះបាច់គឺផ្លឹបបាត់តែហ្មងគឺដាក់ទៅគឺទៅបាត់ភ្លាមហ្មងអាហ្នឹងគឺគ្រោះថ្នាក់អាហ្នឹងដល់យើងចេះបង្ការខ្លួនឯងអញ្ចឹងពេលប្រើ driver នៅក្នុងមាត់មិនមែនមួល free style រហូតអញ្ចឹងទេណាមិនមែនមួល free style ប្រឡែងដៃចោលអញ្ចឹងទេមិនមែនមួលជិះសេះលេងដៃទេណាពេលមួលមានវិធី3ទី1យើងទប់ពីលើដៃមួយទប់ពីលើវិញទៅដៃពីរទៀតមួលតិចអញ្ចឹងទៅអាហ្នឹងគឺទប់អញ្ចឹងហើយមានវិធីមួយទៀតយើងមួលអញ្ចឹងទប់ធ្វើម៉េចឲ្យវាសកត់ទៅមកចំហៀងទេទៅមកចំហៀងអញ្ចឹងណាហើយដល់ពេលមួលទៀតយើងទប់មកចំហៀងទៀតធ្វើម៉េចឲ្យដៃយើងនៅជាប់ driver រហូតមកអញ្ចឹងហើយមួយទៀតគឺម៉ាស៊ីនប្រើម៉ាស៊ីន driver អានឹងស្រួលហើយវិធីចេះយក flow ចង driver បាន